ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអៀពុទ្ធិរាជមកពីក្រុម SU8 ថ្ងៃនេះខ្ញុំនឹងមិត្តរួមក្រុមរបស់ខ្ញុំនឹងធ្វើការបញ្យល់បកស្រាយពីបច្ចេក final របស់ Linux ដែលនៅក្នុងនោះមាន12 system server នៅលើ cloud ដែលពីលេខ1ដល់លេខ6ពួកយើងបានធ្វើការបញ្យល់កាលពីឆ្នាំមុនហើយឥឡូវយើងនឹងធ្វើការបញ្យល់ត system 6តទៀតគឺពីលេខ7ដល់លេខ12នៅលើ Cloud AWS ដែលនៅក្នុងនោះមានទី7 Terminal Server ទី8 Backup Server ទី9 Database Server ទី10 Failover ទី11 Load Balance និងទី12 Mail Server អញ្ចឹងមុននឹងធ្វើការបញ្យល់បកស្រាយខ្ញុំចូលមកកាន់ instance របស់ខ្ញុំដែលខ្ញុំបានបង្កើតហើយនេះអញ្ចឹងយើងអាច launch ចូលមើល instance នេះបានអូខេនេះគឺយើង connect នៅលើ web បានហើយបន្ទាប់មកយើងក៏អាចប្រើប្រាស់ remote បានដែរតាមរយៈapp មួយចំនួនដូចជា Gitbash ឬក៏ Putty ជាដើមឥឡូវខ្ញុំធ្វើការចូលតាម Gitbash ដែលយើងប្រើ command បែបនេះ ssh.i បន្ទាប់មក path របស់ key របស់យើងដែលយើង generate បានពេលយើងបង្កើត instance ហ្នឹងបន្ទាប់មក Ubuntu add IP របស់ instance របស់យើង enter មកអូខេនេះគឺយើងអាច remote បានហើយយើងក៏អាចប្រើប្រាស់កម្មវិធីផ្សេងទៀតដូចជា Putty អីជាដើមក៏យើង remote បានដែរឥឡូវយើងចូលមកមើល slide យើងវិញអឺអូខេចំណុចទី7 Terminal Server តើ Terminal Server គឺជាអ្វី Terminal Server គឺជាប្រព័ន្ធរបស់ Linux ដែលអនុញ្ញាតឲ្យ user ចូលប្រើប្រាស់ពីចម្ងាយដោយប្រើ Remote Desktop ឬ SSH Command Line ដូចខ្ញុំប្រើមុនហ្នឹងអញ្ចឹងអ្នកប្រើប្រាស់អាចចូលប្រើកម្មវិធីនិង file នៅលើ server ដោយមិនចាំបាច់តឡើងលើ computer ផ្ទាល់ទេដោយពួកយើងអាចតឡើងនៅលើ cloud ដែលដូចខ្ញុំតឡើងមុនហ្នឹងអញ្ចឹងគឺយើងបង្កើត instance នៅលើ AWS cloud ហ្នឹងវាធ្វើឲ្យ administrator ងាយស្រួលក្នុងការគ្រប់គ្រងនិងធ្វើការ update ព្រោះកម្មវិធីនិង data មានតែនៅមួយកន្លែង Terminal Server ជាទូទៅគេប្រើក្នុងអង្គភាពឬសាលារៀនដើម្បីឲ្យ user ចូលប្រើប្រាស់ពីកន្លែងណាក៏បានវាជួយកាត់បន្ថយលើការចំណាយលើ hardware ដោយ user អាចប្រើប្រាស់ sync client ដើម្បីភ្ជាប់ទៅ server មួយអូខេមកមើលពីរបៀបតឡើងterminal server គឺយើងប្រើប្រាស់ command មួយចំនួនដូចជា sudo apt update ដើម្បី update package របស់យើងហ្នឹងតបមកនឹង sudo apt upgrade ហើយយើងដក y ដើម្បី confirm វាចេះអញ្ចឹងតបមកយើងប្រើ command sudo apt install hfce 4នេះដើម្បី install lightweight desktop environment HFCE ហ្នឹងតបមកទៀតយើង install HRDP យើងប្រើប្រាស់ command sudo apt install HRDP .y ដើម្បី confirm អានេះគឺជា package សម្រាប់ remote desktop access តបមកយើងត្រូវការ restart យើងត្រូវការ enable service អញ្ចឹងយើងប្រើប្រាស់ command sudo systemctl enable HRDP ដើម្បីឲ្យវា service HRDP start automatic នៅពេលដែលយើង boot system មកតោះមកយើងប្រើប្រាស់ command មួយទៀត sudo systemctl start HRDP ដើម្បីឲ្យយើង start service នឹងភ្លាមតែម្ដងហើយជាចុងក្រោយយើងត្រូវការ allow firewall វាដោយប្រើប្រាស់ command sudo ufw allow 3389/tcp យើងអាចនេះជារបៀបប្រើប្រាស់ interface ដែលនៅលើ Windows យើងបើក Remote Desktop Client YIP របស់យើងចូលហើយ login ដោយប្រើប្រាស់ username និង password នៅលើ Linux ឬក៏ Mac OS អីយើងប្រើ tool Remina ឬ Microsoft Remote Desktop អានេះជាការចូលដោយ
ប្រើប្រាស់ interface បើយើងប្រើតាម command line វិញយើងប្រើ tool ដូចខ្ញុំធ្វើមុនហ្នឹងអញ្ចឹង tool putty ឬក៏ git bash អញ្ចឹងតោះមកយើងវាយ IP យើងទៅនេះគឺ tool git bash ឬក៏ putty ហ្នឹងយើង connect ដូចខ្ញុំ connect មុនហ្នឹងអញ្ចឹងយើងប្រើប្រាស់ command line ក៏បានឬក៏ក្នុង putty យើងវាយ IP វាយអីដោយផ្ទាល់អញ្ចឹងក៏បានដែរហើយអញ្ចឹងការបញ្យល់បកស្រាយរបស់ខ្ញុំពី terminal server ចប់ត្រឹមប៉ុណ្្នឹងហើយអរគុណលោកគ្រូ Backup server គឺជា server ដែលមានតួនាទីរក្សាទុកច្បាប់ចម្លងនៃ file database ឬ system configuration ដើម្បីការពារការបាត់បង់ទិន្នន័យប្រសិនបើមានការបរាជ័យរបស់ hardware ឬ user បានលុបឯកសារ administrator អាចយក data ឬទៅស្ដារឡើងវិញវាមានប្រយោជន៍ខ្លាំងសម្រាប់ក្រុមហ៊ុនឬសាលារៀនដែលត្រូវការរក្សាទុកទិន្នន័យជាប្រចាំមាន backup storage ផ្សេងៗដូចជា full backup incremental backup និង remote backup ដែលធ្វើឲ្យទិន្នន័យមានសុវត្ថិភាពរបៀបដំឡើង sudo apt update និង sudo apt upgrade.y update the system sudo apt install osync.y install osync tool for file crontab.e open cron scheduler to set automate backup ឧទាហរណ៍02លេខ0លេខ2ផ្កាយos ync.av/home/username/backup/location osync.av ចម្លង file ពី directory ទៅ backup location ហើយរក្សា permission crontab.e កំណត់ពេលវេលា backup 02ផ្កាយប្រតិបត្តិការនេះរៀងរាល់ម៉ោង2 AM របៀបប្រើ backup និងរត់ឲ្យស្វ័យប្រវត្តិប្រសិនបើមានការបាត់បង់ data អាចស្ដារឡើងវិញដោយប្រើ osync និង backup location ទៅ original location ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើបទបង្ហាញអំពី database server database server គឺជាអ្វី database server គឺជា server ដែលគ្រប់គ្រង structure data ដោយប្រើប្រាស់ database management software ដូចជា MySQL ឬក៏ PostgreSQL វាអនុញ្ញាតឲ្យ application និង user ចូលប្រើប្រាស់ data និង query update និង manage ព័ត៌មាន database មាន server សារៈសំខាន់ក្នុងការគ្រប់គ្រង web application ដូចជា online shop banking system និង social media វាជួយធានាថាមានសុវត្ថិភាពមានភាពស្របគ្នានិងអាចប្រើប្រាស់ក្នុងពេលតែមួយពីអ្នកប្រើប្រាស់បានច្រើនរបៀបដំឡើងដំបូងយើងត្រូវចូលនៅក្នុង shell ហ្នឹងទៅហើយយើង sudo apt update សញ្ញានឹង2ដងបន្ទាប់មកយើងនឹងប្រើ sudo apt ម្ដងទៀត upgrade និងប្រើ .y ស្មើនឹង jes ទ្រង់ជួប update system package sudo install mysql.server.y install mysql database server sudo systemctl enable mysql enable mysql to start at boot sudo systemctl mysql start mysql service sudo mysql secure installation run security script set root password remove test database បន្ទាប់មករបៀបប្រើយើងត្រូវ login MySQL ដោយប្រើ mysql.u root.p
បន្ទាប់មកយើងអាចបង្កើត database user និង table ដោយប្រើ SQL commands ដូចខាងក្រោមនេះបានលោកគ្រូអាចមើល welcome to នេះនៅកន្លែងនេះបាទអរគុណលោកគ្រូសម្រាប់ការបង្ហាញមកខ្ញុំ សូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះហេងច័ន្ទបូមកពីក្រុម SU8 ថ្ងៃនេះខ្ញុំមកបង្ហាញអំពីកិច្ចការដែលលោកគ្រូបានដាក់ឲ្យធ្វើជាក្រុមហើយនេះគឺជាផ្នែកមួយដែលខ្ញុំមកធ្វើការបង្ហាញចំពោះលោកគ្រូគឺ failover គឺជាអ្វី failover គឺជាវិធីសាស្ត្រ high availability ដែលអនុញ្ញាតឲ្យ server មួយទាញយកតួនាទីមកជំនួស server មេដែលមានបញ្ហាវាមានសារៈសំខាន់ក្នុងប្រព័ន្ធដែលត្រូវការប្រើប្រាស់ជាប់ជានិច្ចដូចជា bank system hospital និង e-commerce failover ត្រូវបានប្រើជាមួយនឹង viral IP ដែលអាចផ្លាស់ប្ដូរទៅកាន់ server backup ដោយស្វ័យប្រវត្តិបានវាជួយកាត់បន្ថយslow down time ហើយធានាថា client មិនចូលរួមដឹងឮឬអំពីការផ្លាស់ប្ដូរនោះទេនេះគឺជាឧទាហរណ៍ failover មានដំបូងយើងមាននៅ store data មួយហើយនេះគឺជា node 1 node 2ដែលយើងថាផ្ទុកទិន្នន័យនៅពេលដែលណាទិន្នន័យរបស់ server application ទី2ឬក៏ទី1វាខូចនោះគឺ server failover គឺវាជួយទៅ server backup របស់យើងដោយមិនឲ្យ client ដឹងថាយើង server មានការខូចឬក៏ពាក់ព័ន្ធនឹងអ្វីនោះឡើយរបៀបប្រើប្រាស់មាន server 2ជាមួយនឹង master 1ជា backup client តភ្ជាប់ទៅកាន់ viral IP ប្រើ master បរាជ័យ backup ខ្លះជា server មេដោយស្វ័យប្រវត្តិនេះគឺជារបៀបដំឡើង failover ជាដំបូងយើងត្រូវវាយពាក្យថា sudo apt update សញ្ញានេះមកហើយ sudo apt update.y upgrade.y ខ្ញុំសុំទោសបាទនេះគឺជាពាក្យ upgrade យើងដក y នោះគឺយើង update system របស់ failover បន្ទាប់មកគឺយើង comment ពាក្យ sudo apt install keepalive.y គឺយើង install tool របស់ failover មកបន្ទាប់មកយើងចង់ដឹងថា failover យើងបាន configuring ហើយឬនៅយើងគ្រាន់តែវាយពាក្យថា sudo nano slash នេះមកវាយ comment ទាំងនេះមកគឺយើងនឹង configuring system នៅក្នុង failover ឧទាហរណ៍ក្នុងការconfig vrop.instance vi.1 វា state master interface internet zone viral.router id 51គឺ probability 100ហើយ advanced integer 1ហើយ viral IP address វងចកគឺដាក់ IP address របស់យើងទៅគឺវានឹងនេះរួចរាល់ហើយសូមអរគុណលោកគ្រូការពន្យល់របស់ខ្ញុំគឺបានបញ្ចប់ជំរាបសួរលោកគ្រូយ៉ាងហ្នឹងយើងមកនិយាយបន្តពីមិត្តភក្តិខ្ញុំនឹងលេខ11គឺ load balance អ្វីទៅគឺជា load balance គឺជា server ដែលបានចែកចាយទៅកាន់ back end server ជាច្រើនវាជួយធ្វើឲ្យប្រព័ន្ធមានធ្វើឲ្យប្រព័ន្ធមានសុខភាពល្អនិង overload និងធានាការប្រើប្រាស់ជាប់ជានិច្ចប្រព័ន្ធធំដែលដូចជា Google ហើយនិង Facebook និង online shop តែងតែប្រើប្រាស់លើ overload blenders ដើម្បីគ្រប់គ្រងaffect ប្រសិនបើ back end មួយបរាជ័យនៅក្នុង overload blender នឹងបញ្ជូនចរចាទៅកាន់ server ផ្សេង
ឲ្យមានសុវត្ថិភាពជាបន្ទាប់នឹងបង្ហាញពីរបៀបដំឡើងនឹងឧទាហរណ៍ខ្លះមួយរបៀបដំឡើងទីមួយយើងត្រូវ sudo update និង sudo apt update.y ចឹងដល់ពេលហ្នឹងយើងដូចជាដូចការដំឡើងវាចឹងយើងត្រូវការដំឡើងវាសិនបានវាអាចប្រើប្រាស់ក្នុងម៉ាស៊ីនបានព្រោះតែគឺការពេលដែលយើង update នៅក្នុងម៉ាស៊ីននេះហើយយើងចាប់ដើមinstall វាគឺ sudo apt install nage.y install វាដូចជាការ install web នៅលើ Linux ហ្នឹងអញ្ចឹងទៅហើយរបៀបប្រើយើងអាចrestart package មួយដើម្បីចូលទៅតាមរយៈ load balance និង IP និងចែងចែក backend ទៅកាន់ server នេះជាឧទាហរណ៍នៅក្នុងនេះវានឹងបែងចែកIP យើងអាចធ្វើបែងទៅកាន់ web បាននឹងអរគុណគ្រូសួរគ្រូថ្ងៃនេះខ្ញុំមកបញ្យល់បន្តពីពុកម៉ាក់ខ្ញុំមិត្តភ័ក្ដិខ្ញុំលេខ12គឺ mail server គឺជាអ្វី mail server គឺជាសម្រាប់ផ្ញើនិងទទួល email វាមានពីផ្នែក SMTP សម្រាប់ផ្ញើនិង IMAP/POP3 សម្រាប់ទទួលក្រុមហ៊ុនឬស្ថាប័នជាច្រើនប្រើ mail និងប្រើ mail ផ្ទាល់ខ្លួនដើម្បីគ្រប់គ្រង email ឲ្យមានសុវត្ថិភាពនិងឯកជន Administrator អាចបង្កើត account កំណត់ domain និង security policy ដោយគ្មានការពឹងផ្អែកលើ Gmail ឬ Yahoo ចំណែកចំណុចទៀតគឺរបៀបដំឡើងយើងក៏សរសេរដាក់ sudo apt update និង sudo apt update.y ទៅវានឹងចេញupdate system ហើយមួយទៀតគឺ sudo apt install postfix do encode imapd ហើយ do record pop3d.y ហើយ install mesh software ហើយបន្ទាប់មកគឺ sudo nano ហើយយើងដាក់ /etc និង /postfix /main.cf បន្ទាប់មកវាចេញ configuration postfix for sending mail ហើយមួយទៀតគឺ sudo nano /etc /dovico និង /dovico.config កន្លែងហ្នឹងគឺ config ហើយវាចេញនឹង configure dovico for receiving mail ហើយរបៀបប្រើប្រាស់គឺ user អាចប្រើ Thunderbird Outlook ឬ webmail ដើម្បី login ផ្ញើនិងទទួល email ហើយបន្ទាប់មកគឺ Administrator អាចបង្កើត mailbox ប្រឆាំង spam និង monitor traffic បានចំណុចរបស់ខ្ញុំគឺចោលតែប៉ុណ្្នឹងគ្រូអរគុណលោកគ្រូដែលបានទស្សនា